ឃើញផ្លែទទឹមនៅក្នុងដៃខ្ញុំហ៎វាក្រហមឆ្អិនឆ្អៅតែម្ដងទោះបីជាវានៅជាក្តឹបទទឹមក៏ដោយបើនិយាយពីទទឹមវិញទទឹមគឺមានច្រើនពូជមែនតែនហើយសម្រាប់ក្នុងវីដេអូនេះខ្ញុំសូមធ្វើការបង្ហាញអំពីទទឹមពូជពេរូគឺជាប្រភេទទទឹមដែលមានកម្ពស់1ម៉ែត្រជាងណាហើយសម្រាប់ទទឹមពេរូនេះគឺមានច្រើនខ្នាតមែនតែនប៉ុន្តែនេះខ្ញុំសូមលើកយកតាម1ម៉ែត្រជាងទេទោះបីជាវានៅក្តឹបប៉ុន្តែផ្លែរបស់វាគឺទុំក្រហមឆ្អិនឆ្អៅតែម្ដងអានេះគឺក្រហមតាំងពីក្តឹបរហូតដល់វាធំរហូតដល់វាទុំហើយសាច់ខាងក្នុងវាក៏ជាសាច់ប្រភេទគ្រាប់កាទឹមក្រហមដែរដែលយើងអាចយកទៅជាច្របាច់យកទឹកញ៉ាំដែលសម្បូរទៅដោយវីតាមីន C ហើយទទឹមមានច្រើនពូជមែនតែនមានទទឹមប្រភេទទទឹមខ្មែរយើងដែលយើងតែងនិយមឃើញតាមមុខផ្ទះអីហ្នឹងអាហ្នឹងជាប្រភេទទទឹមខ្មែរដែលវាមានពណ៌ទឹកក្រូចហើយមានទទឹមប្រភេទទៀតគឺជាទទឹមហុងស៊ុយដែលវាមានផ្លែតូចល្អិតចង្កោមហើយផ្កាផ្លែច្រើនមែនតែនប៉ុន្តែវាមានលក្ខណៈពិសេសរបស់វាគឺផ្លែវាតូចតែអាចញ៉ាំបានដូចគ្នាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ទាក់ទងជាមួយនឹងដើមឈើហូបផ្លែផ្សេងៗអាចទាក់ទងបានជាមួយសួននគររាជ